សាររឿងត្រូវបានចាប់ផ្ដើមនៅពេលដែលយិនហៅគេមិនអាចធ្វើអ្វីបានបន្តនៃពេលនោះសងយុយនាងក៏បកការវាយប្រហារព្រមទៅបាននិយាយថាយិនហៅលោកបច្ចុប្បន្នអាចស្លាប់ចោលឆ្អឹងនៅទីនេះឡើយព្រោះតែនៅមានរឿងជាច្រើនដែលត្រូវការលោកបកស្រាយនៃពេលនោះបិសាចវាក៏នឹងឯងបើទៅវាក៏បានជីកនៅរោងភ្នំទាំងអស់នេះដើម្បីងាយស្រួលនៅក្នុងការតាក់ទាញនៅចំហាយអពណ៌ក្រហមអញ្ចឹងតើបានជាមានការបន្ទុកនៅចំហាយអពណ៌ក្រហមនៅខាងក្រៅតាមពិតទៅវាក៏បង្កឡើងដោយសារតែវាសោះបន្ទាប់ពីយល់សាច់ការអស់ហើយក៏ប្រាប់ទៅកាន់យិនហៅឲ្យគេដកថយប៉ុន្តែគេក៏បដិសេធព្រោះតែគេត្រូវតែសម្លាប់បិសាចមួយនេះអីបានតននៅកណាវានៅពេលនេះមិនអាចធ្វើការបម្លាស់ទីបាននាងក៏ប្រាប់ថាប៉ុន្តែបើលោកបរាជ័យលោកច្បាស់ទៅជាបញ្ហាកំពេចកំពុកវាមិនជាបញ្ហាទេនាងក៏បន្តថានៅពេលនេះយើងក៏មានឱកាសទៅមួយគត់ព្រោះតែធម្មពលឧបករណ៍របស់នាងក៏មិនច្រើនទេនៅពេលនោះនាងក៏ចាប់ផ្ដើមស្កប់ត្រវាទៅរួចក៏បានប្រាប់ថាចាប់ផ្ដើមនៅពេលនោះនាងក៏បាញ់ចេញទៅហើយយិនហៅគេក៏លត់ទៅដែរព្រមទៅបានស្រែកថាបិសាចចង្រៃងាប់ទៅគេក៏បានវាយប្រហារទៅកាន់ក្បាលរបស់វាហេតុដូច្នេះហើយបណ្ដោះឲ្យវាមានការស្រែកមែនតែននាងក៏និយាយថាជោគជ័យហើយដោយកលេសទៅមើលយិនហៅនេះពីនេះគេក៏ធ្លាក់មកខ្ពាកបណ្ដោះឲ្យនាងមានការបារម្ភមែនតែនសួរថាលោកមិនអីទេមែនទេនៅពេលនោះនាងក៏ចាប់ព្រមទៅលើរូបថតដែលបានលៀនចេញពីកប៉ាល់របស់គេមកហេតុនេះហើយនាងក៏យកទៅពិនិត្យមើលទៅនៅពេលនោះត្បូងដែលគេបានកាន់ដណ្ដៃស្រាប់តែវាបានចាក់ចូលទៅកាន់បាត់ដៃរបស់គេបណ្ដោះឲ្យគេមានការឈឺចាប់បន្ទាប់មកព្រលឹងរបស់គេក៏ចូលទៅក្នុងមនសិការព្រមទាំងឆ្ងល់ថាតើទីនេះគឺជាទីណាទៅតើនៅពេលនេះខ្ញុំបានខ្លាចជាសត្វចម្លែកទាំងស្រុងហើយមែនទេនៅពេលនោះ DNA របស់គេក៏ចាប់ផ្ដើមប្រែតែជាពណ៌ក្រហមទៅបណ្ដោះឲ្យគេមានការឈឺចាប់ដោយនេះពេលនោះយើងឃើញថាដើមទ្រូងរបស់គេមាននៅគុជដែលជាស្នូលរបស់សត្វបិសាចមិញនឹងឯងវាពងតែធ្វើការដំណើរការស្រូបយកនៅចំហាយអាប់ពណ៌ក្រហមមើលទៅវាក៏មិនត្រឹមតែស្រូបយកនៅចំហាយអាប់ពណ៌ក្រហមនៅខាងក្រៅតែប៉ុណ្ណោះទេវាថែមទាំងអាចស្រូបយកនៅអាប់ពណ៌ក្រហមចេញពីរាងកាយទៀតយិនហៅគេនៅតែបន្តកថាមើលទៅនៅគណៈពេលដែលគេស្លាប់នោះដោយសារតែគេស្រូបយកនៅចំហាយអាប់ក្រហមវាលើសចំនួនពេកទើបបានជារាងកាយរបស់គេបាត់បង់នូវការគ្រប់គ្រងប៉ុន្តែនៅពេលនេះស្រាប់តែគ្រីស្តានិងវាក៏បន្តស្រូបយកនៅចំហាយអាប់ទាំងអស់នឹងចេញពីរាងកាយរបស់គេហេតុដូច្នេះហើយគេក៏មិនចាំបាច់មាននូវការបារម្ភឡើយទៅលើការស្រូបយកនៅចំហាយអាប់មិនថាវាលើសប៉ុណ្ណាក៏ដោយក៏គេលែងបាត់បង់នូវការគ្រប់គ្រងហើយដោយសារតែមានរបស់ជំនួយប៉ុន្តែនៅពេលនោះស្រាប់តែវាមាននូវការប្រែហេតុដូច្នេះគេក៏បានគិតថាមើលទៅប្រហែលជាវាសរុបដល់លីមីតរបស់វាទៅហើយហេតុដូច្នេះហើយវត្ថុមួយនេះមើលទៅស្ពេសរបស់វាមានការកំណត់បើវានៅតែបន្តវាប្រកាសជាមានការផ្ទុះប៉ុន្តែបើគិតពីជំនាញរបស់សត្វបិសាចមុននេះវាពិតជាអាចស៊ីអាពណ៌ក្រហមបានច្រើនមែនទែនតែបន្តមកយើងកាត់ទៅមើលមន្ទីរពេទ្យនៃពេលនេះចាំងកនប្រាប់ទៅកាន់សង្យុយតាក់ទងទៅនឹងអង្គការ SU គេពិតជាមិនដែលបានឮអំពីមុខវិជ្ជាពិសោធន៍ដែលយិនហៅពងតែធ្វើនេះទេនាងក៏បន្តថាកិច្ចការរបស់យិនហៅវាពិតជាអាចកំបាំងលោកគួរតែមើលថែរបស់លោកឲ្យបានល្អទៅចំណែករឿងដែលអ្នកសល់មិនបាច់បារម្ភទេខ្ញុំបានធ្វើការដាក់ពាក្យស្នើទៅកាន់ទីស្នាក់ការកណ្ដាលដើម្បីបញ្ជូនលោកទៅកាន់នាយកស្ថានដឹកជញ្ជូននៅពេលនោះលោកក៏នឹងអាចសម្រាប់បានល្អប៉ុន្តែនៅពេលនោះគេក៏បន្តថាខ្ញុំប្រកាសជាប្រាប់នៅការប្រទាំងអស់នេះទៅកាន់ឪពុករបស់នាងដែលឪពុករបស់នាងក៏ជាប្រធានបុគ្គលិកមានឈ្មោះថាសុងជៀននេះពេលនោះគាត់ប្រកាសជាមានការវិនិច្ឆ័យដោយផ្ទាល់នាងក៏បន្តថាលោកហ៊ានតើលោកដឹងទេថានៅពេលនេះណាគេជាចៅហ្វាយរបស់លោកចាប់ពីពេលនេះតទៅខ្ញុំក៏នឹងបិទសិតលោកមិនឲ្យលោកមានទំនាក់ទំនងជាមួយនឹងអ្នកណាឡើយលោកគួរតែស្ដាប់បង្គាប់នៅទីនេះកុំទៅណាយសោះដោយបន្តបច្ច័យមកក្រៅហើយអបនោះគេក៏បានសួរថាតើនៅពេលនេះជើងរបស់ឆាងលិនយ៉ាងម៉េចទៅហើយនាងក៏បានតបថាក្នុងនាមគឺជាទាហានគាត់គួរតែបានដឹងពីបញ្ហានេះទៅហើយចំពោះហេតុការណ៍ដែលបានកើតឡើងលោកក៏មិនចាំបាច់បន្ទោសទៅលើខ្លួនឯងច្រើនពេកទេហើយចុះតើនៅពេលនេះយិនហៅនៅណាទៅគេបានប្រាប់ថាយិនហៅនៅបន្ទប់314ក៏លេទៅមើលយិនហៅនៅកណាពេលនេះគេពេជាវេទនាខ្លាំងមែនទែនស្រ័យថាលេងយើងទៅនៅស្របពេលរពងតវេទនាម្នាក់ឯងស្រាប់តែនេះពេលនោះពួកគេទាំងពីរក៏មកដល់នៅមាត់បន្ទប់សងយុយនាងក៏និយាយថាកុំឲ្យរណាម្នាក់មករំខានអីសោះនៅពេលនឹងបើកទ្វារក្រាំងទៅស្រាប់តែសប្រៃតែម្ដងព្រោះតែក្នុងដៃរបស់យិនហៅត្រៀមជាមួយធម្មពលរបស់គេយ៉ាងសម្បើមនាងក៏ពិតជាមានការភ្ញាក់ផ្អើលស្រ័យថាតើលោកចង់ធ្វើអីគេក៏បានស្រ័យថាកញ្ញាសងយុយកិច្ចនេះគឺជាបទសោតទី5ភាគបន្តរបស់យើងមើលទៅកាន់ចំហាយធម្មពលក្រហមដែលបានបាញ់ចេញទៅវាពិតជាមិនធម្មតាឡើយនេះក៏សំឡងឲ្យអ្នកទាំងពីរកិច្ចផតកុំអីយើងមើលថាចំហាយខ្មួខ្មាញ់នឹងទៅដឹងហើយថាវាសាហាវប៉ុណ្ណាវាក៏បានធ្វើការកំទេចនាគារនៅក្បែរនោះឡើងប្រហោងមិនចេះតិចប្រហោងប៉ុណ្ណាណៃប៉ុណ្ណឹងហាគារវាក៏មិនបាក់ទៀតពិតជាតានមែនដោយឆាងលៀនគេក៏ពិតជាមានការភ្ញាក់ផ្អើលមែនតែនឆ្ងល់ថាតើអបែយិនហៅគេពងតែធ្វើអីទៅនឹងក៏និយាយអំពីសងយុយតើនាងអាចធ្វើការរក្សានៅការពិតមិននេះបានយូរប៉ុណ្ណាទៅដោយក្លេទៅមកបែនោះគេក៏មានការភ័យចង់លេចនោមទៅហើយសំណាងឲ្យតែគេមិនទាន់បាត់បង់ជីវិតនោះដោយសងយុយនាងក៏បានកថានេះគឺជាជំនាញរបស់សត្វបិសាចឃុំដែលវាបានប្រើប្រាស់តែបើទៅអំណាចនៃការបំផ្លិចបំផ្លាញវាពិតជាមិនធម្មតាឡើយវាពិតជាអាចប្រៀបស្មើទៅនឹងអ្នកចម្បាំងវីរៈជននៃលំដាប់ស៊ីទៅហើយបន្តពីទឹកហើយក៏និយាយថាយិនហៅលោកក៏បានធ្វើការចម្ពាក់នៅការបកស្រាយមកកាន់ខ្ញុំច្រើនណាស់បន្ទាប់ពីគេបកស្រាយជាងប៉ែស្មងលើតបូលាគា
នាងក៏និយាយថាដូច្នេះហើយលោកក៏មិនត្រឹមតែអាចស្រូបយកនៅស្នូលរបស់សត្វបិសាចតែប៉ុណ្ណោះទេលោកក៏អាចធ្វើការស្វែងយល់អំពីជំនាញនៃការប្រើប្រាស់របស់សត្វបិសាចដែលលោកបានសម្លាប់យកស្នូលរបស់វាទៀតគេក៏បន្តថានិយាយពីបិសាចឃ្មុំសង្គ្រាមវាមិនជាប្រភេទបិសាចដែលមាននៅកម្រិតកាយធម្មពលឬក៏កម្រិតបិសាចដែលខ្ញុំធ្លាប់ជួបពីមុនមកឡើយនាងក៏បានប្រាប់ថាវាគឺជាបិសាចមាននៅកម្រិតកាយយៈតែវាក៏បានបែងចែកទៅជា6កម្រិតមានដូចជា level ឈីហូ level លេឆាន់ level ប៉ាជូ level ជូសៅ level សាយ level ម៉ូយីហើយអធិស្ឋានផង admin អត់ចេះចាំទេចឹងហើយការនិយាយវារៀងឆ្កងទៅយ៉ាងអញ្ចឹងដូច្នេះបិសាចដែលយិនហៅបានស្រូបវានៅកម្រិតជូសៅវាពិតជាលើសពីសមត្ថភាពរបស់គេហើយយិនហៅក៏បន្តថាបន្តពីគេស្រូបយកគេក៏បានទទួលនៅអំណាចថាមពលនិងសមត្ថភាពរបស់វាប៉ុន្តែមកយូរទេខ្ញុំប្រកាសជាខ្លាចជាពួកវាដែលពេលឆាប់ជាមិនខានឡើយហេតុដូច្នេះហើយមិនជាការសងណាតម្រាំដល់ពេលនោះតើនាងនៅចាត់ទុកខ្ញុំថាជាមនុស្សពិតដែរទេនាងក៏បានតបថាលោកក៏ជាលោកប៉ុន្តែដែលសារតែលោកមានការវិវត្តដ៏អស្ចារ្យឥឡូវក៏លោកក៏មានជំរឿពីរទីមួយលោកចូលក្រុមលិខិតរបស់ខ្ញុំទូនីតិរបស់លោកត្រូវតែខ្លាចជាទាហានបម្រុងនៅក្នុងក្រុមចំណែកជំរឿទីពីរលោកត្រូវបានចាត់ទុកថាគឺជាការគម្រាមកំហែងនៃមេគាផ្លូវរបស់បិសាចដូច្នេះហើយខ្ញុំពិចារណាទុកលោកបានឡើយត្រូវតែកម្ចាត់ចោលគេក៏បានតបថាតើនាងគិតថាសមត្ថភាពរបស់កងទ័ពនៅក្នុងទីក្រុងមួយនេះពិតជាអាចធ្វើបានមែនទេនាងក៏បានតបថាលោកចង់ដឹងលោកសាកមើលទៅថាខ្ញុំអាចធ្វើបានឬក៏មិនបានហើយនៅពេលនេះលោកក៏ចង់ប្រយុទ្ធជាមួយនឹងក្រុម SU ដោយពឹងទៅលើសមត្ថភាពរបស់ខ្លួនមែនទេមេតាលោកក៏ពិតជាក្អេតក្តោមពេកហើយយល់លោកគួរតែចូលក្រុមរបស់ខ្ញុំទៅខ្ញុំប្រកាសជាមិនឲ្យលោកឈឺចាប់ទេទាំងអត្តសញ្ញាណព្រមជាមួយនឹងបញ្ញាញាណឬក៏ដូចជាធនធានសម្ភារៈនានាខ្ញុំក៏នឹងជួយទៅកាន់លោកទាំងអស់មិនថាការលុបបំបាត់នៅបញ្ហាទេគេក៏បានតបទៅកាន់នាងថាបុគ្គលដែលមាននៅហានិភ័យបានជាប់ទៅលើបុគ្គលដែលមាននៅអំណាចហេតុដូច្នេះហើយបើតាមការស្មាននាងក៏ពិតជាគ្មានអំណាចគ្រប់គ្រាន់ទៅលើការគ្រប់គ្រងបញ្ហានេះទេប៉ុន្តែនាងក៏សុខចិត្តទទួលយកនៅបញ្ហាមួយនេះខ្ញុំគ្រាន់តែគិតថាតម្លៃនៃការតបស្នងវាពិតជាមិនធម្មតាឡើយតម្រាំតែនាងឈានទៅដល់រយៈពេលដ៏អស្ចារ្យមួយនេះគ្រាន់តែចង់ជ្រើសយកនៅមនុស្សថ្មីទេមែនទេនាងក៏បានតបថាលោកក៏ពិតជាឆ្លាតណាស់មើលទៅលោកពិតជាបានស្មានត្រូវហើយហេតុផលខ្លះខ្ញុំពិតជាត្រូវការគេក៏មានការ surprise មែនទែនហើយរបស់បានជានាងមានរូបថតមួយនេះនាងក៏បានតបថាលោកក៏មើលស្រាខ្ញុំអីសោះខ្ញុំគ្រាន់តែបិទភ្នែកមួយផ្លែតែប៉ុណ្ណោះក៏អាចស្រាវជ្រាវនៅអតីតកាលរបស់លោកបានទៅហើយដរាបណាក៏ដោយឲ្យទៅលោកចូលក្រុមរបស់យើងខ្ញុំប្រកាសជាប្រើប្រាស់នៅបណ្ដាញរបស់ខ្ញុំយ៉ាងច្រើនដើម្បីស៊ើបអង្កេតនៅតម្រូវតាក់ទងទៅនឹងប្អូនស្រីរបស់លោកហេតុដូច្នេះហើយគេក៏បានកថាពិតជាដូចជានាងបាននិយាយមែនការតាមស្វែងរកតែម្នាក់ឯងទាំងងងឹតងងល់វាពិតជាគ្មានប្រយោជន៍ទេហេតុដូច្នេះហើយការឡើងខ្ពស់ដូច្នេះវាក៏កាន់តែងាយស្រួលនៅក្នុងការតាមស្វែងរកសៀវយូររបស់គេបន្ទាប់ពីគិតឲ្យគេយល់ព្រមកិច្ចព្រមព្រៀងទៅប៉ុន្តែដោយសារតែនាងមានតម្រូវការទៅលើគេខ្លាំងហើយដូច្នេះនាងគួរដំឡើងប្រាក់ខែគេច្រើនមកបានទេព្រោះតែប្រាក់ខែដែលគេបាក់មកពីមុនមកគេបានប្រើប្រាស់វានៅក្នុងការស្វែងរកដំណឹងប្អូនស្រីរបស់គេអស់ទៅហើយនាងក៏បន្តថានៅក្នុងនាមរបស់នាងគឺជាប្រធានក្រុមលិខិតក្រហមបានដំឡើងឋានៈរបស់គេគឺជាទាហានបម្រុងហើយដូច្នេះប្រាក់ខែគោតបងទៅតាមតម្លៃនៃកម្ពុជាហើយឥឡូវលោកតែធ្វើកាតព្វកិច្ចរបស់លោកទៅគេក៏ទទួលបញ្ជាអំពីមេក្រុមសង្ឃដែលពេលនោះនាងក៏ប្រាប់ទៅកាន់គេឈប់សិនព្រោះតែប្រាក់ខែរបស់លោកខ្ញុំក៏បានប្រើប្រាស់វាយកទៅបង់លើថ្លៃខូចខាតនៃមន្ទីរពេទ្យនេះទៅហើយយិនហៅបន្តទៅលើឲ្យបានត្រាំតែកាំងតែប៉ុណ្ណោះដោយបន្តពីគេចេញទៅនាងក៏បន្តគិតថាលោកពូរបស់ខ្ញុំប្រកាសជារកវិធីនៅក្នុងការសង្គ្រោះលោកព្រោះតែវិចារណញ្ញាណរបស់ខ្ញុំក៏បានប្រាប់ថាប្រកាសជាមាននៅកលឿននៅក្នុងការប្រែពីសត្វចម្លែកឲ្យคล้ายទៅជាមនុស្សធម្មតាវិញសាររឿងនៃប្រសោតទី6របស់យើងត្រូវបានចាប់ផ្ដើមនៅពេលនេះយើងក៏ទៅមើលអគ្គិសនងការល្បាតនៃទីក្រុងអាខៃស៊ឺយិនហៅក៏ត្រូវបានពួកគេនាំមកកាន់ទីនេះបន្តបញ្ចប់លើឡានហើយគេក៏សួរទៅកណ្ដាបៈនឹងថាហេតុអ្វីបានជាឯងមកកាន់ទីនេះដែរគេបានតបថាដោយសារតែខាពីថែនសងព្រមជាមួយនឹងអាយុថាលិនមាននៅសិទ្ធិនិយមចំពោះខ្ញុំពេកបើទៅបញ្ជាការងាររបស់ខ្ញុំនៅផ្នែកភស្តុភារក៏ដោយក៏ពួកយើងទាំងពីរមានទូនាទីអាចមើលការខុសត្រូវគ្នាទៅវិញទៅមកបានយិនហៅបន្តពីលឺហើយគេក៏មានការឆ្ងល់មែនទែនព្រោះតែគេមិនដែលខ្វល់ពីមុនមកនៅអំពីបញ្ហារឿងនេះថាគេហៅថាម៉េចនៅកណ្ដាលពេលនោះមានជាការជាគេក៏អនុញ្ញាតឲ្យចេញពីពេទ្យហើយបរមម្នាក់ក៏បាននិយាយទៅកាន់គេថាបានចូលមកប៉ុន្តែគេត្រូវបានកូនចៅរបស់ចាងស៊ឺចាប់គេផ្ញើទៅដីហើយពួកគេទាំងពីរក៏និយាយថាស្អីអាកាចឹងសោះចង់មកជួយទៅកាន់មេរបស់ឯងហងឯងចាងស៊ឺក៏បានស្ដាប់ទាំងមកទៅកាន់ជាចិនព្រមទាំងបានប្រាប់ទៅកាន់គេថានៅពីនេះលិតស្បែកជើងរបស់យើងភ្លាមទៅបើមិនដូច្នោះទេយើងប្រកាសជាកាច់ដៃរបស់ម្នាក់នេះឲ្យខ្លាចជាជើជាប់របស់ឯងជាមិនខានឡើយជាជនពេជ្រកងសបាមែនតែរៀបនឹងលុតជង្គង់ទៅហើយនៅពេលនោះយិនហៅក៏មកខាត់លោកបានជួយខ្ញុំច្រើនណាស់កាលពីមុននេះក៏ជាវេនរបស់ខ្ញុំនៅក្នុងការតបស្នងនៅថ្ងៃនេះខ្ញុំយិនហៅមកកាន់ទីនេះចាំមើលថាតើមានអាណាគេហ៊ានប៉ះសក់ទៅលើខាប្រធានជាដែរទេបើសិនជាមានអាណាគេហ៊ានចូលមកយើងប្រកាសជាបំបាក់ឆ្អឹងរបស់ពូទៅកូនចៅរបស់ចាងស៊ឺក៏ចូលទៅយិនហៅក្រំតាបានរលាស់ជើងរបស់គេមកផាច់និងកាយរបស់គេមកផាច់តែប៉ុណ្ណោះក៏ដូចជាការកាប់ខ្មងរបស់គេ
ជួនទៅកាន់ពួកគេមួយដៃក៏បោពោះប្រហែលជាផាច់ផាច់ឆលាហើយសែងជុកលទ្ធផលពួកគេត្រូវបានដេកស្អាតចាងសឿគេក៏បានកថាស្អីគេ44វិនាទីមិនដេកក៏លឿនក៏វាយប្រហារក្មេងដែលលឿនម៉េះដោយកូនចៅរបស់ចាងសឿនៅសល់ក្រោយខ្នងក៏បាននិយាយថាហេឯងប៉ះពាល់ទៅលើប្រធានក្រុមរបស់យើងដែលគឺជាអ្នកប្រយុទ្ធមាននៅលំដាប់អីយើងគិតថាឯងច្បាស់ជាងាប់មិនខានទាំងនាងនេះពេលនោះចាងសឿគេក៏បានប្រើប្រាស់កំភ្លើងអេតចាយសម្បត្តិត្រឹមតែជាសម្រាប់អ្នកល្បាតតែប៉ុណ្ណោះហ៊ានតតាំងជាមួយនឹងក្រុមការពារទីក្រុងយើងផងឯងនេះពេលនោះគេក៏បានកេះកាយយិនហៅគ្រាន់តែងាកតែប៉ុណ្ណោះកិច្ចផុតទៅនឹងក៏ស្ទុះទៅកាច់ដៃរបស់គេព្រមតែបាននិយាយថាហេល្បឿនក្របកំភ្លើងរបស់ឯងពិតជាយឺតណាស់ក្តាប់ដៃតែមកផាច់តែប៉ុណ្ណោះកំភ្លើងរបស់គេត្រូវបានខ្ទេចដូចជាកំភ្លើងជ័រចឹងឯងគេក៏មានតែការភ្ញាក់ផ្អើលមែនតែនយិនហៅក៏បន្តថាសមត្ថភាពរបស់ឯងពិតជាមិនអាចប្រៀបស្មើមកបៀកជាមួយខាបេថនធើសងយុយរបស់យើងផងនេះពេលនោះគេក៏បន្តប្រើកំបិតចូលមកចង់ចាក់ប៉ុន្តែត្រូវបានយិនហៅចាប់កដៃរបស់គេជាប់ព្រមទៅបានក៏វែងវាចៅហើយក៏ច្បាច់កទៅកាន់អបៈនឹងឡោទៅលើផុតពីដីហេក្រៃមុននេះឯងចង់ឲ្យមានជាការជាលុតជើងកងព្រមទាំងលុតស្បែកជើងមែនទេចាងស៊ឺគេព្យាយាមស្រ័យថាឯងចង់ធ្វើអីយើងព្រមមានតែកាន់ឯងណាយិនហៅក៏បានតបថានៅពេលនេះយើងក៏ចង់រួចក៏បានចាប់បោកគេភុះទៅដីទៅបណ្ដាលឲ្យគេនៅពេលនេះបែកពុះមកឆ្កល់ទៅហើយអ្នកទាំងអស់គ្នាមានតែការភ្ញាក់ផ្អើលមែនទែនទៅលើយិនហៅដែលគេអាចមាននៅល្បឿនរហ័សមែនទែនអាចគេចពីក្របកំភ្លើងបានមិនតែប៉ុណ្ណោះទេគេប្រើរយៈពេលមិនដល់1នាទីផងក៏អាចប្រើដៃទាំងពួររបស់គេចាប់ការទៅកាន់ពួកដៃរៀបដូចជាកាទេលយិនហៅគេក៏បានសរសើរទៅលើរាងកាយរបស់គេបន្តពីទទួលបានអានុភាពពីសត្វចម្លែកនេះពេលនេះមាននៅកម្លាំងពិតជាលើសពីការពឹងទុកមែនដែលបតិតិវិធីនៃការប្រកួតត្រូវបានបញ្ចប់នៅពេលនេះខ្ញុំក៏បានស្នើសុំទៅកាន់ទីស្នាក់ការហើយការិយាល័យកណ្ដាលបានអនុម័តគេក៏បានសរសើរថាប្រសិទ្ធភាពល្អដូច្នេះហើយនៅពេលនេះខ្ញុំក៏បានក្លាយជាសមាជិកជាផ្លូវការហើយមែនទេនាងក៏ប្រាប់ថាមិនទាន់ពេញលេញទេព្រោះតែនៅមានការឆ្លងកាត់ដល់ការធ្វើតេស្តទៀតហើយដូច្នេះហើយលោកត្រូវតែមកជាមួយខ្ញុំទៅកាន់ទីស្នាក់ការកណ្ដាលនៅឯទីក្រុងហូជាបន្តដើម្បីចូលរួមនៅក្នុងការវាយតម្លៃធាតុនៃនយោបាយស្ថាននៃការប្រយុទ្ធដើម្បីឆ្លើយតបទៅកាន់ក្រុមកងពិសេសគេក៏បន្តថាមិនអីទេដែលចាំតែមើលទៅខ្ញុំប្រកាសជាបង្កើតនៅកំណត់ត្រាថ្មីហើយក៏សោពេញជាមួយគ្នាប្រសូតរបស់យើងក៏ត្រូវបានកាត់ស្លេះតែប៉ុណ្្នឹងឯង